សួស្តីបងប្អូនទាំងអស់គ្នានៅគឺជាទូរស័ព្ទម៉ាកមួយប្រភេទដែលមានឈ្មោះថា Oukitel WT 100 Titan បងប្អូនទូរស័ព្ទនេះដែរគឺវាមានថ្មរហូតដល់ 33,000 មីលីអាំពែបងប្អូនគឺថ្មធំមែនទែនបងប្អូនបើយើងប្រៀបធៀបជាមួយទូរស័ព្ទយើងធម្មតាគឺមានតែ 4,000 ទៅ 5,000 មីលីអាំពែទេបងប្អូនអញ្ចឹងលក្ខណៈពិសេសរបស់ទូរស័ព្ទនេះគឺវាអាចធន់ទៅនឹងការធ្លាក់ការអីចឹងបងប្អូនហើយថាប្រយោជន៍វាមានច្រើនទេបងប្អូនគឺវាអាចធន់នឹងការប្រើរយៈពេលវែងរយៈពេលយូរបានបងប្អូនបើសិនជាបងប្អូនអ្នកចូលចិត្តដើរព្រៃចូលចិត្តដើរលេងតំបន់ដាច់ស្រយាលគឺប្រើទូរស័ព្ទនេះត្រូវបងប្អូនគឺបញ្ចូលតែម្ដងគឺប្រើបានរហូតដល់ 3-4 ថ្ងៃបងប្អូនហើយម្យ៉ាងទៀតគឺវាមានលក្ខណៈពិសេសច្រើនបងប្អូនដោយសារទូរស័ព្ទមួយប្រភេទនេះគឺគេផលិតមកសម្រាប់អ្នក adventure មិនได้ថាសម្រាប់អ្នកផ្សងព្រេងបងប្អូនគឺនៅទីផ្សារគឺវាតម្លៃខ្ទង់600ទៅ700បងប្អូនអញ្ចឹងហើយថ្មវាគឺ30,000 មីលីអាំពែបងប្អូនគឺយើងអាចគឺពេលដែលយើងសាក់ម្ដងគឺយើងអត់ព្រួយបារម្ភរឿងអំពីការសាក់ថ្មទេបងប្អូនអញ្ចឹងបើយើងអ្នកចូលចិត្តដើរលេងព្រៃឬដើរតំបន់ដាច់ស្រយាលឆ្ងាយគឺយើងកាន់តែទូរស័ព្ទនេះមួយគឺជាការស្រេចបងប្អូនហើយទូរស័ព្ទនេះគឺយើងអាចសាក់ថ្មអាចដោតសាក់ថ្មពីទូរស័ព្ទនេះទៅកាន់ទូរស័ព្ទដទៃទៀតមិនន័យថាយើងធ្វើការ reverse វាបងប្អូនហើយទូរស័ព្ទនេះគឺល្អមែនទែនបងប្អូនខ្ញុំបានសិក្សាស្រាវជ្រាវច្រើនដែរតទៅនឹងម៉ាកនេះហើយខ្ញុំធ្លាប់ទិញយកប្រើដែរល្អហើយយើងអាចចាក់ស្លាយមើលទៀតបងប្អូននេះយើងអាចចាក់ស្លាយឲ្យមើលឲ្យរូបធំបានបងប្អូនគឺមានអានេះមួយគឺស្រួលមែនទេបងប្អូនបើយើងចាក់ស្លាយគឺវាអាចរត់រហូតដល់4ទៅ5រឿងក្នុងរឿងធំវាយូរដែរបងប្អូនអញ្ចឹងណាហើយវាមានភ្លើងសារ៉ែនមានភ្លើងអីបងប្អូននៅក្តារ18 វ៉ាត់អានឹងហៅ reverse charge អញ្ចឹងយើងដោតដោយសាកទៅឧបករណ៍ដូចទឹកហាលដូចអីទីបានទៅបងប្អូនយើងអាចសាកទៅទូរស័ព្ទដទៃទៀតបងប្អូនអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនណាត្រូវការទូរស័ព្ទដែលអាចបញ្ចាំង slide បានហើយយើងមើលរឿងមើលអីចិត្តលេងហ្គេមលេងអីអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនប្រើទូរស័ព្ទនេះត្រូវបងប្អូនដែលអាចធន់នឹងការធ្លាក់ហើយវាអាចធន់នឹងទឹកបានកន្លះម៉ោងដែរបងប្អូនបើយើងធ្លាក់ចូលទឹកបងប្អូនទូរស័ព្ទនេះគឺកាលពីមុនមកគឺវាចាញ់យូរហើយប៉ុន្តែបងថាវាធ្ងន់អញ្ចឹងបងប្អូនវិសាថ្មវារហូតដល់ 30,000 មីលីអាំពែអញ្ចឹងបងប្អូនហើយបើយើងនិយាយទូរស័ព្ទវិញគឺរហូតដល់100 ម៉ោងអីហ្នឹងបានមិនតាន់អស់ថ្មទេបងប្អូនបើសិនជាយើងលេងមើលវីដេអូវាមានរហូតដល់44 ម៉ោងអញ្ចឹង44 ម៉ោងគឺយូរមែនទែនបើសិនជាយើងត្រឹមយើងមើលវីដេអូបងប្អូនអញ្ចឹងទូរស័ព្ទនេះគឺតម្លៃវាគឺស័ក្តិសមទៅនឹងអ្វីដែលគេផលិតហើយបើសមទៅនឹងគេញាត់វត្ថុធាតុដើមវាចូលគឺស័ក្តិសមនឹងតម្លៃបងប្អូនប៉ុន្តែខ្ញុំសូមនិយាយពីគុណទាំងគុណសម្បត្តិទាំងគុណវិបត្តិបងប្អូនគុណវិបត្តិវាក៏មានដែរក្នុងរយៈពេលដែលខ្ញុំធ្លាប់ទិញមកប្រើហ្នឹងបងប្អូនបើនិយាយពីគុណភាពកាមេរ៉ានិយាយថ្មនិយាយអីគឺយើងប្រើបានទាំងអស់ដោយទូរស័ព្ទធម្មតាហើយទូរស័ព្ទនេះគឺបើសិនតែយើងអ្នកដែលត្រូវការលេងហ្គេមធំដើរខ្លាំងអីចឹងទៅប្រើកម្មវិធីច្រើនគឺវាមិនមែនជាជម្រើសល្អរបស់បងប្អូនទេបងប្អូននិស័យទូរស័ព្ទនេះគឺម៉ាស៊ីនវាមិនសូវជាធំទេតូចល្មមដែរបើសិនតែយើងទិញយកមកលេងហ្គេមធំឬដាក់កម្មវិធីច្រើនវាអាចនឹងយឺតបងប្អូនតែបើសិនតែយើងសម្រាប់អ្នកចាស់គាត់ត្រូវការដាក់កម្មវិធីមុំឬចិត្តមើលកុនមើលអីចឹងណាយើងអាចចិត្តបញ្ចាំង slide ឬចង់បានថ្មកាន់យូរព្រោះអីចាស់គឺគាត់អត់ធ្វើប្រើអីហ្មងទេបងប្អូនគឺគាត់ប្រើសម្រាប់តែមើល YouTube លេង Facebook អីទីទួចចឹងណាបងប្អូនយើងលេងហ្គេមលេងអីក៏បានដែរបងប្អូនព្រោះថាបើសិនជាហ្គេមយើងត្រូវការ graphic ខ្ពស់គឺវាម៉ាស៊ីនវាអូសរួចទេអញ្ចឹងបានតែហ្គេមណាដែលសាមញ្ញធម្មតានឹងវាអូសរួចបងប្អូនចំណែកម៉ាស៊ីនរបស់វាមិន strong លក្ខណៈថាវាមិនខ្លាំងដូចជាពួកម៉ាកទូរស័ព្ទល្បីបងប្អូនហ្នឹងគុណវិបត្តិរបស់វាបងប្អូនដូចទូរស័ព្ទម៉ាក Samsung ដូចពួកHuawei ដូចអីចឹងម៉ាស៊ីនវាខ្លាំងដោយសារអីទូរស័ព្ទគេក៏វាមានតម្លៃថ្លៃដែរបងប្អូនតែសម្រាប់ទូរស័ព្ទនេះសម្រាប់បងប្អូនថាមិនត្រូវការប្រើកម្មវិធីធំឬលេងហ្គេមអីធំទេយើងអាចជ្រើសរើសកម្មវិធីនេះទូរស័ព្ទនេះបានដោយសារទូរស័ព្ទនេះបើសិនជាយើងលេងសម្រាប់ហ្គេមធម្មតាវាអូសរួច PUBG ក៏យើងលេងបានដែរប៉ុន្តែ resolution វាទាបបងប្អូនចឹងណាលក្ខណៈថា CPU RAM វាក៏វាអន់ទៅតាមនឹងដែរបងប្អូនចឹងណាប៉ុន្តែសម្រាប់បើយើងលេងធម្មតាយើងលេងហ្គេមតូចឬក៏យើងសម្រាប់យើងបញ្ចាំង slide មើលឬក៏យើងមើល YouTube លេង Facebook អីគឺអត់បញ្ហាទេបងប្អូនតែសម្រាប់អ្នកដែលលេងកម្មវិធីត្រូវការកាត់តវីដេអូធំគឺវាអូសរួចទេបងប្អូនអញ្ចឹងទូរស័ព្ទនេះគឺវាមានភ្លើងសម្រាប់ពេលយប់យើងបោះតង់មកអីបានបងប្អូននឹងយើងអាចថតរូបថតអីបានធម្មតាតែកាមេរ៉ាវាមិនច្បាស់មិនខ្លាំងទេវាមានត្រឹមតែ20 megapixel បងប្អូនអញ្ចឹង
ខ្ញុំគិតថាលយមែនតើសម្រាប់ខ្ញុំជាអ្នកចូលចិត្តផ្សងព្រេងចូលចិត្តដើរតាមព្រៃតាមអីគឺខ្ញុំចូលចិត្តទូរស័ព្ទមកប្រភេទនេះទីស្អីវាមានទូនាទីលក្ខណៈពិសេសច្រើនហើយពិសេសគឺថ្មវាកាន់បងប្អូនអញ្ចឹងយើងអត់ចាំបាច់បារម្ភពីការសាក់ថ្មទេហើយសម្រាប់ឲ្យថាយើងដើរលេងព្រៃលើអីចឹងយើងអត់ព្រួយបារម្ភថាខ្លាច់បាក់បញ្ចូលថ្មអីចឹងបងប្អូនយើងអាចប្រើទូរស័ព្ទនេះបានអញ្ចឹងណានេះអានេះវាមានសារ៉ែនសម្រាប់ឲ្យថាមានភ្លើងពណ៌ក្រហមសារ៉ែនអញ្ចឹងនៅពេលថាយប់ឡើងត្រូវការសង្គ្រោះអញ្ចឹងបងប្អូនយើងអាចប្រើបានហើយទូរស័ព្ទនេះទោះបីជាវាធ្លាក់មកអីក៏វាអត់អីទេបងប្អូនដូចមានអាចក្រោះអញ្ចឹងណាវាដូចមើលទៅដូចទូរស័ព្ទតែជាក់ស្ដែងដូចជាអាចក្រោះនឹងវាមើលទៅធន់មាំអញ្ចឹងណាតែមើលទៅទូរស័ព្ទប្រភេទធន់សម្រាប់ការផ្សងព្រេងនេះមានច្រើនម៉ូដដែរបងប្អូនដូចជាមានថេងពួកថេងក៏ទូរស័ព្ទមួយទៀតម៉ាកវាឈ្មោះថេងហ្មងអញ្ចឹងថេងនឹងប្រែតែរក្រោះដល់ពេលប្រភេទនេះវាពពុះ Alcatel ហ្នឹងគឺវាបាក់ផែកគ្នាទេនឹងការថតរបស់វាមើលទៅគឺអាចច្បាស់ល្អមកយើងទទួលយកបានបងប្អូនអញ្ចឹងមិនថាទូរស័ព្ទប្រភេទនេះសម្រាប់ឲ្យយើងលេងហ្គេមឬប្រើកម្មវិធីមុំគឺអត់អីទេបញ្ហាទេបងប្អូនសម្រាប់ឲ្យយើងថតរូបថតវីដេអូអញ្ចឹងណាបងប្អូនហើយយើងអាចទទួលយកបានតម្លៃប៉ុណ្ណឹងវាស័ក្តិសមបងប្អូនហើយវាអាចបញ្ចាំងស្លាយបាននឹងស្រស់ស្អាតសម្រាប់នៅចិត្តបងប្អូនដែលដើរយប់ហើយវាអាចថតរូបបានទៀតបងប្អូនយើងថតយប់គឺមានកន្លែង night mode បងប្អូនយើងថតពេលយប់ទៅមើលទៅឃើញខ្សអអចឹងហ្មងទោះបីជាល្ងិតហ្នឹងគេថតពេលល្ងិតទេបងប្អូនថតល្ងិតតែយើងមើលទៅឃើញអាចឃើញបានចឹងវាមានទូនាទីថតពេលយប់បានទៀតទេបងប្អូនហើយ Alcatel គឺចេញម៉ាកថ្មីមករហូតបងប្អូនវាមាន Tank 2 Tank 3ចឹងបងប្អូនវាមានជំរឿច្រើនរបស់បងប្អូនចឹងណាការអាប់ដេតគឺវាមានច្រើនដែរហើយជាចុងក្រោយផងដែរបើសិនជាបងប្អូនត្រូវការប្រភេទម៉ាកទូរស័ព្ទដូចនេះបងប្អូនអាចធ្វើការកម្មង់ពីខ្ញុំបានខ្ញុំមានលក់បងប្អូនចឹងណាខ្ញុំនឹងកម្មង់ពីរោងចក្រពីប្រទេសចិនដល់ផ្ទាល់បងប្អូនចឹងណាហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានិងការគាំទ្រពីការផលិតវីដេអូរបស់ខ្ញុំបងប្អូនសូមអរគុណ